រឿងអូនកាទៅសាលានិពន្ធដោយអ៊ូចសូដានីគូររូបដោយម៉ាន់ម៉ាឡែនថ្ងៃនេះជាថ្ងៃទី20ខែមេសាអូនការៀបចំខ្លួនទៅសាលានាងសប្បាយចិត្តណាស់បានត្រឡប់ទៅសិក្សាអូនកាទៅសាលាពេលណាពេលព្រឹកអូនកាទៅសាលានាងស្លៀកពាក់យ៉ាងសង្ហានិងយកតុក្កតាទៅផងណាហេតុអ្វីអូនកាទៅសាលាអូនកាទៅសាលាព្រោះចង់សិក្សានាងនឹកមិត្តភ័ក្តិនៅសាលាមាននីតាមេសានិងបុប្ផាដែលលេងជាមួយគ្នាសប្បាយអស្ចារ្យអូនកាទៅសាលាដោយរបៀបណាប៉ាឌុបអូនកាទៅសាលាជិះម៉ូតូត្រូវពាក់មួកការពារទាំងប៉ាទាំងអូនកាឈប់សិននៅមានអ្នកណាទៅសាលាជាមួយអូនកាបងសុខាក៏ទៅសាលាជាមួយអូនកាទាំងពីរអ្នកបងប្អូនស្រឡាញ់គ្នាខ្លាំងឥតឧបមាសាលាអូនកានៅឯណាសាលានៅមិនឆ្ងាយពីផ្ទះនិងផ្សារពេលអូនកាធំអាចដើរទៅសាលាជាមួយមិត្តភ័ក្តិនិងបងសុខាក្នុងសាលាមានអ្វីអស្ចារ្យក្នុងសាលាមានដើមឈើដើមផ្កានិងរបស់លេងជាច្រើនក្នុងសួនច្បារថ្នាក់អូនកាធំប៉ុណ្ណាថ្នាក់អូនកាធំជាងបន្ទប់ម៉ាក់ប៉ាក្នុងថ្នាក់មានតុបតែងស្អាតអស្ចារ្យពណ៌ចម្រុះក្រដាសបត់ជារូបបក្សីបក្សាសាលាអូនកាមានឈ្មោះបែបណាសាលាអូនកាមានឈ្មោះពីរោះអស្ចារ្យគឺសាលាបឋមសិក្សាក្រពើហារាល់ថ្ងៃអូនកាចង់តែទៅសាលាអូនកាប្រាប់ថាស្រឡាញ់ណាស់ការសិក្សាក្រៅពីរៀនអូនកាលេងគូច្រៀងរាំតាមចិត្តប្រាថ្នាទៅដល់សាលាអូនកាឆ្ងល់បាត់មនុស្សទៅណាការពិតអូនកានិងបងសុខានិងប៉ាច្រឡំថ្ងៃមកសាលាមិនមែនថ្ងៃនេះទេថ្ងៃចូលសិក្សាឆ្នាំនេះពិសេសមិនដូចឆ្នាំណាចូលកងមិនមែនខែមេសាគឺថ្ងៃទី19ខែឧសភាទេណាបើចង់បានសៀវភៅដូចខ្ញុំកំពុងអាននេះអាចរកទិញបាននៅគ្រប់បណ្ណាគារឬក៏អាចតាក់ទងទៅ page អង្គការស៊ីប៉ាដោយផ្ទាល់ជួបគ្នាសៀវភៅក្រោយទៀតបាយបាយ